We are eating under the sun, so hot, but look at the waterfall at the back. ចាសូមស្វាគមន៍បងប្អូនក្នុងការដែលមកតវីដេអូទី2របស់ខ្ញុំចានៅប្រទេសនេប៉ាល់អញ្ចឹងថ្ងៃទី2នៃការឡើងភ្នំឬក៏អង់គ្លេសគេហៅ trekking គឺខ្ញុំបានធ្វើដំណើរតាមរយៈ jeep ចាយើងមាន5 jeep ក្នុងការដែលធ្វើដំណើរទៅលើភ្នំទៅចាមីចាអញ្ចឹងទៅចាមីប្រហែលជា 4-5 ម៉ោងដែរបងប្អូនហើយនៅតាមផ្លូវគឺទេសភាពស្អាតខ្លាំងមែនទែនចាមានតាំងពីភ្នំមានតាំងពីទេសភាពស្ពានស្អាតហើយមានឃើញតាំងពីភ្នំទឹកកកអញ្ចឹងណានឹងហើយអ្វីដែលសំខាន់ខ្ញុំចង់និយាយរឿងគួរឲ្យអស្មរណមួយក្មួយខ្ញុំនៅពេលដែលគាត់ឃើញភ្នំទឹកកកគាត់ថាព្រាយទឹកកកអញ្ចឹងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននឹងហើយនិយាយអំពីផ្លូវពីមួយទៅមួយគឺស្រស់ស្អាតខ្លាំងមែនទែនចាយើងឆ្លងកាត់តាំងពីស្ពានតាំងពីផ្លូវដែលមាននៅក្នុងរូងភ្នំចាហើយមានតាំងពីផ្លូវដែកផ្លូវផ្សេងដែលស្អាតខ្លាំងប៉ុន្តែនេះជាផ្លូវដែលស្អាតទេប៉ុន្តែនៅពេលដែលយើងឡើងទៅលើភ្នំបន្តិចទៀតផ្លូវកាន់តែពិបាកកាន់តែរលាក់ចាផ្លូវមួយនេះដែរដោយសារយើងអត់អាចមាននៅលើភ្នំបានទេដូច្នេះគេច្នៃធ្វើជារូងណាអញ្ចឹងយើងត្រូវការជិះចូលនៅក្នុងរូងនេះដើម្បីចេញទៅផ្លូវមួយទៀតសម្រាប់ទៅចាមីចាបងប្អូនហើយបើនិយាយអំពីតាមផ្លូវវិញគឺស្អាតសាហាវបងប្អូននឹងឲ្យយើងមានភាពរីករាយមានភាពកំសាន្តជាមួយនឹងទេសភាពចាដូចជាព្រៃភ្នំដូចជាដើមឈើផ្សេងរុក្ខជាតិផ្សេងហើយជាពិសេសក៏មានទឹកជ្រោះដែលគួរឲ្យចាប់អារម្មណ៍ស្រស់ស្អាតត្រជាក់ខ្លាំងមែនទែនចាហើយនេះជាទឹកជ្រោះទី1ដែលយើងបានឃើញយើងក៏ឈប់ថតរូបចាលេងជាមួយគ្នាហើយចង់ប្រាប់បងប្អូនថាត្រជាក់ខ្លាំងមែនទែនហ្នឹងហើយបន្តិចទៀតខ្ញុំនឹងដាក់សំឡេង original បន្តិចឲ្យបងប្អូនស្ដាប់ចា Okay, now we are here. So beautiful and so cold here. Yes. And we are so refreshed. cold is it Yeah. oh nice ចាបងប្អូនហ្នឹងហើយខ្ញុំបានដាក់សំឡេង original យ៉ាងរញ៉េរញ៉ៃជាមួយរបស់ពួកខ្ញុំហើយក៏បានបិទវិញចាបន្តិចទៀតនេះយើងនឹងធ្វើដំណើរពីទឹកជ្រោះមួយនេះទៅដល់ទឹកជ្រោះមួយទៀតចាដែលមានទឹកជ្រោះស្អាតហើយនឹងញ៉ាំអាហារថ្ងៃត្រង់នៅទីនោះហើយខ្ញុំនឹងដាក់សំឡេងការញ៉ាំអាហារថ្ងៃត្រង់របស់ខ្ញុំឲ្យបងប្អូនស្ដាប់អរគុណច្រើន Jumetsu from Nepal beautiful